សម្រាប់អាហារមួយមុខនេះគឺថាចូលចិត្តខ្លាំងប៉ុន្តែមិនសូវជាបានធ្វើប៉ុន្មានទេបងប្អូនអត់ដឹងថាមូលហេតុអីទើបយើងអត់សូវដែរបានធ្វើម្ហូបមួយមុខហ្នឹងអាហ្នឹងវារបៀបជាប្រភេទដូចជាអាហារសម្រន់ទេបងប្អូនក៏ប៉ុន្តែយើងហូបលេងយើងអាចហូបជាមួយបាយបានទេដោយសារតែរសជាតិយើងស្រាលហើយទឹកជ្រក់ផ្អែមអញ្ចឹងណាឆ្ងាញ់ស្រួយហើយមានជាតិស្វិតពីក្នុងសាច់ត្រីបងប្អូនអាចធ្វើឲ្យកូនញ៉ាំលេងបានអានេះមានបន្លែពីក្នុងជាមួយខ្ញុំហូបអត់មើលអានេះស្រួយតិចមានបន្លែខ្ញុំអារឿងចំណៃចំណុកនេះនិយាយពីថាមិនចេះចោលតម្រេះទេបងប្អូនអើយថ្ងៃមុនទិញដេញត្រីឆ្លាតកោសបងប្អូននិយាយទៅគិតយើងទិញត្រីឆ្លាតកោសនេះគឺវាល្អមួយយ៉ាងដែរដោយសារយើងអត់សូវបានប៉ុនអីវាប៉ុន្មាននេះគឺថាស្វិតធម្មជាតិហ្មងណារួចហើយខ្ញុំក៏យកមកលាយរ៉ូឌីបន្តិចម្រេចបន្តិចអីនិយាយទៅដាក់រសជាតិមកល្មមស្រាលអញ្ចឹងណាខ្ញុំលួចដាក់ស្ករដែរដោយសារតែរបស់ហ្នឹងខ្ញុំយករាំងបែបស្រាលអញ្ចឹងណាហើយនេះបងប្អូនអើយបើយើងថាខ្ជិលជាប់ថងជាប់អីនេះបងប្អូនយកមកដាក់នឹងសបកណែមអញ្ចឹងមកខ្ញុំដាក់សណ្ដែកគួរពីក្នុងធ្វើបែបនេះដើម្បីឲ្យបានបន្លែដែលយើងកុំឲ្យហូបតែសាច់ពេកអញ្ចឹងនេះយើងដាក់ចេញជាពីស្រួលនេះប៉ាតឲ្យអត់សូវចុះទេនិយាយពីយើងប្រើអាសាច់នេះគឺតែបន្តិចទេប្រើសាច់ត្រីយើងធ្វើអញ្ចឹងយើងប៉ាតទៅនឹងសបកណែមអញ្ចឹងមកនេះយើងធ្វើដូចខ្ញុំធ្វើអញ្ចឹងមកស្រួលណាស់ហើយអត់ប្រឡាក់ដៃប្រឡាក់ជើងទេហើយខ្ញុំធ្វើអញ្ចឹងមកយើងបានហូបបន្លែផងអីផងហើយអាខ្លះទៀតខ្ញុំអស់បន្លែទៅខ្ញុំក៏ធ្វើបែបអត់មានបន្លែពីក្នុងទេហើយណាមួយបងប្អូនពេលយើងអត់ដាក់បន្លែវាស្រួយខ្ញោកឆ្ងាញ់តែពេលយើងដាក់បន្លែទៅវាមានជាតិបន្លែផ្អែមឆ្ងាញ់មួយយ៉ាងម្នាក់ទេបងប្អូនអើយនេះធ្វើអញ្ចឹងដូចខ្ញុំហើយគ្រាន់តែយកមកដាក់បំពងទៅហើយអាបំពងហ្នឹងក៏អត់សូវចុះជាតិខ្លាញ់ដែរបងប្អូននៅពេលណាដែលយើងអត់ដាក់ម្សៅដាក់អីគឺថាសាច់ត្រីសុទ្ធស្រួយហើយស្វិតឆ្ងាញ់ណាស់ខ្ញុំមិនថាអត់ដាក់សោះខ្ញុំដាក់បន្តិចដើម្បីយកជាតិស្រួយបងប្អូនហើយខ្ញុំដាក់ពងទាចូលមកគ្រាប់ដែរលាយទៅក្នុងសាច់ត្រីហ្នឹងប្រហិតសាច់ត្រីហ្នឹងគឺថានេះបងប្អូនពេលដែលយើងបំពងអញ្ចឹងរួចហើយហ្នឹងគឺថាស្រួយឈ្ងុយឆ្ងាញ់មែនទែនហើយខ្ញុំធ្វើបែបនេះហើយខ្ញុំធ្វើទឹកជ្រលក់ខ្ញុំលាយទឹកជ្រលក់បែបធម្មតាស្រាលផ្អែមឡំទេមិនមានអីពិបាកទេបងប្អូនហើយបន្ទាប់មកទៀតគឺខ្ញុំមានម្រះអញ្ចឹងម្រះខ្ញុំឆ្កឹះគ្រាប់ហើយស្រេចហើយយើងកាត់កង់អញ្ចឹងមកយើងយកសាច់ត្រីនឹងយកទៅប៉ាតដាក់ពីក្នុងមកទ្រាប់អញ្ចឹងមកបងប្អូនទ្រាប់អញ្ចឹងយើងស្រួលកុំឲ្យប្រឡាក់ដៃតែពេលយើងយកទៅបំពងទៅវាស្រួយខ្ញោកពេកអញ្ចឹងដល់ពេលអាសាក្រោយគឺខ្ញុំលាបសាច់ត្រីនឹងកន្លែងសល់នឹងម៉ានហ្នឹងខ្ញុំលាបសាច់ត្រីដែរទៅឲ្យវាមានជាតិត្រីស្វិតស្រួយឆ្ងាញ់ដែរអញ្ចឹងណាបងប្អូននេះធ្វើដូចខ្ញុំអញ្ចឹងមកបើអ្នកដែលអត់ចង់ហូបបែបសាច់សុទ្ធពេកយើងធ្វើបែបបន្លែអញ្ចឹងមកនេះខ្ញុំដាក់អញ្ចឹងមកបានរសជាតិម្រះមានសណ្ដែកគួរហើយមានបែបត្រីសុទ្ធទៀតមិននេះអាខ្លះខ្ញុំដាក់ប៉ាតសាច់ត្រីសុទ្ធរួចយើងក៏ខ្ចប់បែបលក្ខណៈអត់មានបន្លែនៅក្នុងនឹងទេហើយបំពងឆ្អិនមកយើងក៏កាត់បែបអញ្ចឹងមកបងប្អូនដើម្បីឲ្យវាស្រួយតូចល្មមហូបកុំឲ្យបាក់យើងហត់ខាំមាត់ពេលយើងហូបឃ្លាច្រើនអញ្ចឹងយើងកាត់ឲ្យប្រឆិតអញ្ចឹងមកបានសម្រស់ស្រស់ស្អាតផងហើយសម្រាប់ទឹកជ្រលក់គឺខ្ញុំយកទឹកម្ទេសមកលាយអីនេះចាប់នេះនោះតិចតួចទៅបើយើងតាមចិត្តយើងចង់បានគឺដាក់ម្ទេសមកទៀតកាន់តែឆ្ងាញ់តែនេះអត់មានម្ទេសទេគឺអត់បានដាក់ម្ទេសដាក់តែទឹកម្ទេសមកជ្រលក់មកឆ្ងាញ់ដែរតាសម្រាប់ហូបលេងបែបកំដរមាត់ណាថ្ងៃក្រោយបើបងប្អូនមានត្រីឆ្លាតបងប្អូនអាចធ្វើអញ្ចឹងបានងាយស្រួលបងប្អូនមិនបាច់ទៅទិញគេអស់លុយច្រើន